ញ្ញាធរជាតិព្រះវិហារលើកចម្លាក់តោមួយចេញពីក្នុងរណ្ដៅកំណាយស្រាវជ្រាវនៅខាងត្បូងខ្លងទ្វារគោបុរៈទី 4 ប្រាសាទព្រះវិហារនៅថ្ងៃទី23 ខែឧសភាឆ្នាំ 2025 មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទព្រះវិហារបានលើកចម្លាក់តោរកឃើញក្នុងរណ្ដៅកំណាយស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះគោបុរៈទី 4 ដែលអនុវត្តដោយនាយកដ្ឋានអភិរក្សនិងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារកាលពីខែមីនាឆ្នាំ 2025 ចម្លាក់តោដែលបានរកឃើញនេះបានរលំកប់ក្នុងដីជម្រៅប្រមាណ 1 ម៉ែត្រអស់រយៈពេលជាច្រើនឆ្នាំមកហើយចម្លាក់តោដែលបានលើកចេញពីរណ្ដៅកំណាយនឹងត្រូវបានសម្អាតអភិរក្សនិងជួសជុលកន្លែងបាក់ព្រមទាំងសិក្សាស្រាវជ្រាវបន្ថែមទៀតក្រោយការសម្អាតនិងជួសជុលរួចចម្លាក់តោនេះនឹងដាក់នៅទីតាំងដើមត្រង់ខឿនជណ្ដើរខាងត្បូងគោបុរៈទី 4 ប្រាសាទព្រះវិហារ